ប្តីខ្ញុំកំងតែឯងអើយទិញត្រីម្ដាយមកយកបំពងជ្រលក់ជាមួយទឹកត្រីផ្អែមព្រោះថាមួយរយៈហ្នឹងយើងទិញតែម្ហូបគេញ៉ាំស្រាប់ដល់ពេលយើងទិញម្ហូបគេញ៉ាំស្រាប់ដឹងហើយគឺអត់ឆ្អែតដូចយើងធ្វើខ្លួនឯងអញ្ចឹងណាខ្ញុំម្នេះវិញគឺថាអត់បងយូរទេទៅផ្សារទៅរកទិញត្រីទិញបន្លែទិញអីនឹងឯងនេះបន្លែមានការ៉ុតមានទឹកសក់មានជីមានសណ្តែកបដោះអីអញ្ចឹងឯងអញ្ចឹងត្រីម្ដាយហ្នឹងខ្ញុំទិញមកចំនួន3ហើយខ្ញុំឲ្យអ្នកលក់កាត់ជាកង់ដើម្បីអីដល់ពេលយើងបំពងទៅស្រួលណាមិនថាខ្ទះយើងតូចឬក៏ធំទេនេះ3ហ្នឹងគឺខ្ញុំដាក់ចូលទាំងអស់ម្ដងដើម្បីអីយើងចំណាយពេលវេលាដើម្បីមានពេលទៅធ្វើនេះធ្វើនោះអីទៀតអញ្ចឹងណាបងប្អូននឹងឯងហើយមុននឹងដាក់គឺយើងត្រូវដាក់ខ្ទះឲ្យក្តៅដាក់ខ្លាញ់ឲ្យក្តៅសិនមកយើងដាក់ត្រីចូលមកក៏វាឆ្អិនលឿនហើយវាអត់ជើបខ្ទះជើបអីអញ្ចឹងណាបងប្អូនហើយនេះត្រីហ្នឹងអ្នកលក់សួរខ្ញុំដែរថាត្រីទិញយកទៅធ្វើអីញ៉ាំហើយខ្ញុំប្រាប់អ្នកលក់ថាខ្ញុំយកទៅបំពងញ៉ាំជាមួយទឹកត្រីផ្អែមហើយទៅអ្នកលក់គាត់ថាអញ្ចឹងយកត្រីដែងទួនទៅបានញ៉ាំឆ្ងាញ់ហើយមួយវិញទៀតណាមួយត្រីដែងទួនហ្នឹងគឺនៅសល់តែ3ល្មមបងប្អូនទាំងគ្នាគឺថាបាន2ពេលតែម្ដងអញ្ចឹងហើយនេះមាននំបញ្ចុកមានអីទៀតអញ្ចឹងណាហើយខ្ញុំចូលចិត្តណាញ៉ាំត្រីបំពងជាមួយទឹកត្រីផ្អែមនេះខ្ញុំចូលចិត្តដែរអត់ទេនំបញ្ចុកគឺយ៉ាងហោចណាស់គឺទិញគេកន្លះគីឡូអីដែរបន្ទាប់ពីបំពងត្រីរួចហើយគឺខ្ញុំងាកមកស្រុះសណ្តែកសម្រាប់សណ្តែកហ្នឹងគឺយើងស្រុះឲ្យឆ្អិនណាពុកម៉ែបងប្អូនណាយើងអត់នេះបងប្អូនចង់ហូបឆៅក៏បានចង់ហូបឆ្អិនក៏បានតាមតែចំណង់ចំណូលចិត្តទេហើយនេះសណ្តែកដីហ្នឹងខ្ញុំទិញខ្ញុំសួរអ្នកលក់ថ្មីបានយកហើយសម្រាប់ទឹកត្រីគឺខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំលាយជាមួយទុំអំបិលរួចហើយបានខ្ញុំលាយជាមួយប៊ីចេងស្ករអំបិលទៅតាមនឹងហើយឆ្ងាញ់ណាបងប្អូន